Dios. អ្នកសារព័ត៌មានអ៊ីរ៉ង់រត់គេចខ្លួនយកតែព្រះអាយុបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានីយទូរទស្សន៍អ៊ីស្រាអែលវាយប្រហារស្ថានីយទូរទស្សន៍អ៊ីរ៉ង់ក្នុងទីក្រុងតេហរ៉ង់អំឡុងពេលផ្សាយផ្ទាល់អ្នកផ្សាយព័ត៌មានរត់គេចខ្លួនខណៈចំនួនអ្នកស្លាប់ភាគីទាំងពីរកើនឡើងទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថាអ៊ីស្រាអែលបានវាយប្រហារស្ថានីយទូរទស្សន៍អ៊ីរ៉ង់អំឡុងពេលផ្សាយផ្ទាល់ដោយបង្ខំឲ្យអ្នកសារព័ត៌មានរត់គេចខ្លួនប្រងព្រាតខណៈដែលអ៊ីស្រាអែលផ្ទាល់ក៏បានរងការខូចខាតផងដែរដោយចំនួនអ្នកស្លាប់ពីភាគីទាំងពីរនៅតែបន្តកើនឡើងសំឡេងក្របែកផ្ទុះដ៏ខ្លាំងមួយត្រូវបានគេឮមុនពេលដែលអ្នកផ្សាយព័ត៌មាននៅលើទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ដែលកំពុងផ្សាយបន្តផ្ទាល់នោះត្រូវរត់គេចខ្លួនចំពេលមានកំទេចកំទីធូលីដីនិងការភ័យស្លន់ស្លោពីប្រជាជននៅលើស្ថានីយ៍មុននេះសម្លេងផ្ទុះជាច្រើនឮជាច្រើនដងរួចហើយប៉ុន្តែអ្នកផ្សាយព័ត៌មាននៅតែបន្តរាយការណ៍ពីស្ថានភាពដោយនិយាយថាអ្វីដែលកំពុងកើតឡើងគឺរបប Zionist ឈ្លានពានអ៊ីរ៉ង់និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋប៉ុន្តែនៅទីបំផុតត្រូវរត់គេចខ្លួនអគារស្ថានីយ៍ទូរទស្សន៍ដែលមានទីតាំងនៅទីក្រុងតេហរ៉ង់ត្រូវបានឆាបឆេរយ៉ាងសន្ធោសន្ធៅបន្ទាប់ពីត្រូវបានវាយប្រហារដោយអ៊ីស្រាអែលយោធាអ៊ីស្រាអែលបានបញ្ជាក់ថាស្ថានីយ៍ទូរទស្សន៍នេះត្រូវបានកំណត់គោលដៅបន្ទាប់ពីបានបញ្ជាឲ្យមានការជម្លៀសអ្នកស្រុកនៅក្នុងតំបន់នោះមុននេះរួចហើយសាក្សីបានថតរូបផ្សែងខ្មៅហុយពេញផ្លូវក្បែរទីក្រុងសាវេភាគនិរតីនៃទីក្រុងតេហរ៉ង់ចំពេលមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងបន្ទាប់ពីគោលដៅក្នុងប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមកាលពីថ្ងៃសុក្រអ៊ីរ៉ង់ចោទអ៊ីស្រាអែលថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្រោយវាយប្រហារមន្ទីរពេទ្យទន្ទឹមនឹងនោះអត្តច័ន្ទក្រហមអ៊ីរ៉ង់បានបញ្ចេញរូបភាពនៃការខូចខាតមន្ទីរពេទ្យ Farabi នៅភាគខាងលិចប្រទេសដោយនិយាយថាវាជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលហើយបានថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យនេះរួមជាមួយនឹងការវាយប្រហារលើតំបន់លំនៅឋានថាជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនិងជាឧក្រិដ្ឋកម្មសង្គ្រាមចំនួនអ្នកស្លាប់នៅអ៊ីរ៉ង់ចាប់តាំងពីថ្ងៃសុក្របានឡើងយ៉ាងហោចណាស់224នាក់ក្នុងនោះ 90% ជាជនស៊ីវិលទូរទស្សន៍រដ្ឋអ៊ីរ៉ង់ដែលបានបន្តការផ្សាយឡើងវិញបានរាយការណ៍ដោយដកស្រង់សម្ដីយោធាអ៊ីរ៉ង់ថាអ៊ីរ៉ង់បានព្រមានពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែលឲ្យជម្លៀសចេញប្រសិនបើពួកគេចង់រស់រានមានជីវិតហើយនឹងកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនយោធាក៏បានបញ្ជាឲ្យជម្លៀសទីស្នាក់ការរបស់ទូរទស្សន៍អ៊ីស្រាអែលប៉ុស្តិ៍លេខ12និង14ជាការឆ្លើយតបទៅនឹងការវាយប្រហារមកលើទីស្នាក់ការទូរទស្សន៍អ៊ីរ៉ង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ក៏បានរាយការណ៍ផងដែរថាអ៊ីរ៉ង់បានបើកការវាយប្រហារមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកថ្មីលើអ៊ីស្រាអែលដោយផ្ដោតសំខាន់ទៅលើទីក្រុងតេអាវីវនិងហៃហ្វារក្សាការខូចខាតក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ខាងអ៊ីស្រាអែលរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពបានចាប់យកពេលដែលកំជ្រួចមួយបានវាយប្រហារកណ្ដាលទីក្រុងពេតាទីវ៉ារបស់អ៊ីស្រាអែលកាលពីព្រឹកមិញថ្ងៃទី17ខែមិថុនាបន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលនៅលើតំបន់ជាច្រើននៃប្រទេសអ៊ីស្រាអែលតំបន់នោះជាអគារលំនៅឋានដែលរងការខូចខាតជាច្រើនហើយការវាយប្រហារនោះបានសម្លាប់មនុស្ស3នាក់និងរបួសជាង30នាក់ប្រធានាធិបតីអ៊ីស្រាអែលបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុនៃការវាយប្រហារនោះបាននិយាយថាការវាយប្រហារលើតំបន់លំនៅឋានគឺជាអំពើអាក្រក់សុទ្ធសាធក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅពិនិត្យផ្លូវនិងអគារដែលរងការខូចខាតបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់សាលាប្រជុំមួយនៅភាគកណ្ដាលនៃប្រទេសអ៊ីស្រាអែលក៏ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរដោយប៉ូលីសនិយាយថាបំណែកនៃមីស៊ីលបានធ្លាក់ចំកន្លងមកអ៊ីរ៉ង់បានបដិញ្ញាបន្តវាយប្រហារមកលើអ៊ីស្រាអែលរហូតទាល់តែអ៊ីស្រាអែលឈប់នៅទីក្រុងហៃហ្វាការព្រមានអំពីការវាយប្រហារតាមអាកាសត្រូវបានលើទូទាំងទីក្រុងកាលពីព្រឹកមិញថ្ងៃទី16ខែមិថុនាបន្ទាប់ពីអ៊ីរ៉ង់បានកំណត់គោលដៅលើភាគខាងជើងអ៊ីស្រាអែលផងដែរយោធាត្រូវបានជំរុញប្រជាជនឲ្យជ្រកកោនដើម្បីសុវត្ថិភាពរបស់ពួកគេអគារស្នាក់នៅក្នុងទីក្រុងរងការខូចខាតដែរចំនួនអ្នកស្លាប់សរុបនៅអ៊ីស្រាអែលចាប់តាំងពីថ្ងៃសុក្រមានយ៉ាងហោចណាស់24នាក់និងជាង500នាក់រងរបួសយោធាអ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារលើស្ថានីយទូរទស្សន៍អ៊ីរ៉ង់អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានចេញផ្សាយវីដេអូនៃការវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ដោយបញ្ជាក់ថាការវាយប្រហារលើស្ថានីយទូរទស្សន៍អ៊ីរ៉ង់គឺជាផ្នែកនៃប្រតិបត្តិការខណៈដែលស្ថានីយទូរទស្សន៍កំពុងប្រតិបត្តិការក្រោមការណែនាំផ្ទាល់ពីឆ្មាំបដិវត្តន៍បារៈយោធាអ៊ីរ៉ង់ទន្ទឹមនឹងនេះគណៈកម្មាធិការ
ការពីអ្នកសារព័ត៌មាន CPJ បានថ្កោលទោសការវាយប្រហារលើស្ថានីយទូរទស្សន៍ពីអ៊ីស្រាអែលនិងបានអំពាវនាវឲ្យបញ្ចប់ការបង្ហូរឈាមដោយនិយាយថាយោធាអ៊ីស្រាអែលបានវាយប្រហារយន្តហោះចម្បាំង F-14 នៅអាកាសយានដ្ឋានតេហ៍រ៉ង់កន្លែងបាញ់បង្ហោះដ្រូននិងគោលដៅផ្សេងទៀតអង្គការសហប្រជាជាតិជំរុញឲ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់គោរពច្បាប់អន្តរជាតិនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលបានជួបមន្ត្រីនៅមូលដ្ឋានទ័ពអាកាស Tenov បាននិយាយថាកម្លាំងទ័ពអាកាសអ៊ីស្រាអែលបានគ្រប់គ្រងដែនអាកាសរបស់អ៊ីរ៉ង់នៅទីក្រុងតេហ៍រ៉ង់ហើយអ៊ីស្រាអែលនឹងបន្តប្រយុទ្ធរហូតដល់ទទួលបានជ័យជំនះមេដឹកនាំអ៊ីស្រាអែលក៏បាននិយាយដែរថាអ៊ីស្រាអែលចាំបាច់ត្រូវលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយអ៊ីរ៉ង់ហើយវាមិនគួរភ្ញាក់ផ្អើលទេដែលរបាយការណ៍បង្ហាញថាអ៊ីរ៉ង់កំពុងសម្លឹងរកមើលការវិលត្រឡប់ទៅរកការចរចាប៉ុន្តែក៏ចែងថាអ៊ីស្រាអែលបានប្រើវិធីសាស្ត្រការទូតការពីអតីតកាលប៉ុន្តែអ៊ីរ៉ង់បានទប់ទល់ទន្ទឹមនឹងនេះឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនាពេលថ្មីនេះបានអំពាវនាវឲ្យបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ានិងបើកការទូតជាបន្ទាន់ហើយបានអំពាវនាវឲ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់គោរពច្បាប់អន្តរជាតិជាពិសេសការពារជីវិតជនស៊ីវិលនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅជាច្រើន